សួស្តីទាំងអស់គ្នាខ្ញុំកំពុងតែជិះកង់ហាត់ប្រាណនៅស្រែអំបិលខេត្តកំពតហើយស្រែអំបិលនេះมันឆ្ងាយពីក្រុងកំពតទេអាចមានចម្ងាយ 3-4-5 គីឡូហ្នឹងឯងហើយដោយការហ្នឹងគឺដោយការប្រមូលអំបិលហើយអំបិលហ្នឹងគឺនៅស្ថិតនៅភូមិជុំគ្រាលឃុំជុំគ្រាលស្រុកទឹកឈូខេត្តកំពតហើយណាមួយផ្លូវនេះគេទៅធ្វើថ្មីទៀតអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តជិះកង់ឬក៏ដាក់ហាត់ប្រាណត្រូវហ្មងផ្លូវស្អាតបងប្អូនដល់វិញបងធ្វើដំណើរទៅវិញបន្តពីបានមើលអំពូមីងគាត់ប្រមូលផលអំបិលហើយដោយសារតាមសួរគាត់គាត់ថាអំបិលហ្នឹងប្រើពេលរយៈពេល3ថ្ងៃយកកម្មមួយថ្ងៃកន្លះហើយអញ្ចឹងទៅតាមទឹកប្រៃដែលវាប្រៃដែរអញ្ចឹងណាហើយគាត់ងើបតាំងពីម៉ោង1ពេលខ្លះគាត់ថាងើបម៉ោង1អាចទៅដល់ម៉ោង9ព្រឹកអីចឹងទៅបានហាលអីហ្នឹងប្រមូលផលព្រោះគាត់ថាមាន36ស្រែនោះហើយគាត់ថាពីមុនជាសហគមន៍ឥឡូវជារបស់ឯកជនអីចឹងទៅដល់ស្រែអំបិលហើយតទៅពីការប្រមូលផលពេលព្រឹកហើយគាត់នៅពេលថ្ងៃមួយទៀតពេលថ្ងៃគាត់អាចធ្វើឲ្យគេកន្លែងស្រែផ្សេងទៀតអញ្ចឹងណាហើយអំពូមីងនៅតំបន់នេះគាត់ស៊ូមែនទែនដោយសារមុខបរគាត់មួយឆ្នាំធ្វើតែម្ដងទេអញ្ចឹងទៅមានតែធ្វើស្រែអំបិលនឹងឯងតាមដូចអ្នកស្រែយើងពេលខ្លះគាត់ធ្វើស្រែប្រាំងអញ្ចឹងទៅបាទនេះអត់ទេមានស្រែប្រាំងទេមានស្រែប្រាំងធ្វើរដូវប្រាំងហ្នឹងឯងព្រោះអំបិលតែត្រូវទឹកសាបរលាយអស់តែម្ដងអញ្ចឹងទៅបានតែរដូវប្រាំងអញ្ចឹងទៅគាត់ព្យាយាមធ្វើនៅរដូវប្រាំងហ្នឹងមួយខែភាសាងាកភ្លៀងទៅវាឆាប់លាយអំបិលហ្នឹងហើយបងប្អូនដែលនឹងធ្វើអំបិលគេធ្វើមិនអាចមើលនៅកំពតបានតំបន់ស្រែ100មានអីបងប្អូនជិះកង់ផងមើលទេសភាពស្រែអំបិលហើយធម្មជាតិនៅតំបន់នេះបើថាវាខែប្រាំងប៉ុន្តែវានៅស្រស់អំប្រងឡើយបងប្អូនដោយសារតំបន់ហ្នឹងសក់ទឹកហ្នឹងហើយណាមួយវាទឹកប្រៃទឹកព្រែកវាហូរចូលមកអញ្ចឹងណាបងប្អូនហើយបើដើរលេងពីក្រុងកំពតក៏បានជិះកង់ក៏បានជិះម៉ូតូក៏បានដែរបងប្អូន relax ពេលព្រឹកហើយធាក់កង់ហត់ដែរតើយូរជិះកង់លេងម្ដង